ចិនដាបងនៅស្មុងទាំងក្តីស្នេហ៍ចំពោះអូនលោកស្រីលោកស្រីអ្វីគ្រប់យ៉ាងដើម្បីអូនបកស្រាយរួមគ្នាពីបេក្ខជនបាវពោតបេក្ខជនអុតសម័យតើបេក្ខជនរូបណាធ្វើបានល្អជាងគេសូមតាមដានទស្សនាទាំងអស់គ្នាបាទជំរាបសួរទៅដល់គណៈកម្មការទាំងពីររូបបាទជំរាបសួរទៅដល់បេក្ខជនទាំងពីររូបផងដែរបាទអីយ៉ារឿងប្លែកហ៎បាទបាទមើលការតែងខ្លួនហ្នឹងគឺជាអ្នកអាយ៉ៃឬក៏អ្នកចម្រៀងខ្ញុំអ្នកចម្រៀងលក់សណ្ដែកដីទិញសណ្ដែកដីមកកំប៉ុងថែមបទចម្រៀងអូបាទហើយក៏មានកាដូអនុស្សាវរីយ៍ទៅដល់គណៈកម្មការបាទច្នៃប្រឌិតធ្វើខ្លួនឯងដែរអូហូល្អមែនតើបាទនេះគឺជាសិល្បៈមួយដែរបាទអូខេអរគុណបាទឥឡូវសូមស្គាល់ឈ្មោះបេក្ខជនបាទបេក្ខជនប៉ាវពោតមួយណាបាទខ្ញុំបាទឈ្មោះបាវពោតបាទអូខេប៉ាវពោតបាទអ៊ុតសម័យបាទរូបខ្ញុំឈ្មោះអ៊ុតសម័យបងអូខេតោះហើយមកថ្ងៃនេះលើកយកនៅបទអ្វីដើម្បីមកបកស្រាយថ្ងៃនេះអ្វីគ្រប់យ៉ាងដើម្បីអូនអ្វីគ្រប់យ៉ាងដើម្បីអូនបាទហើយបទនេះជឿជាក់ទេថានឹងអាចជាប់ទៅវគ្គក្រោយជឿជាក់បងជឿជាក់បាន50%អូខេសង្ឃឹមថាបេក្ខជនទាំងពីរនឹងធ្វើបានល្អនៅវគ្គនេះណាតាត្រៀមខ្លួនហើយនៅបាទត្រៀមខ្លួនហើយតាចាប់ផ្ដើមបញ្ចេញសមត្ថភាពបាទដើម្បីអូនវ័យព្រុងតែស្នួនតែនឹមនួនអូនបែមិនយល់ចិត្តឲ្យឆ្លើយថាឈុំស្នេហ៍ហើយអោបងអើយឈុំនឹងកិនរឿងអតីតគ្មានន័យហ៊ានឡើយអ្វីគ្រប់យ៉ាងដើម្បីស្នេហ៍រៀមហើយសែនអាណិតបងតែងគិតពីអាណាគតស្រីអូនមិនយកទឹកចិត្តបងបែរចោលថាមើងងាយថ្លៃហេតុអ្វីពីស្អីអូនកើតយ៉ាងនេះអូព្រះអើយសូមជួយផងឲ្យយល់ពីបំណងខ្ញុំថាស្មោះលើមាសមុំមានកេញកាយគុំដឹងថាអូនសាវ៉ាតែចិនដាបងនៅស្មុងទាំងក្តីស្នេហ៍ចំពោះអូនលោកស្រីលោកស្រីថ្ងៃក្រោយអូននឹងបានយល់រែងខ្វាយខ្វល់គំនិតរឿងអតីតទុកឲ្យអូនឈឺចាប់បែដងបងរងចាំអូនស្ងួនត្រឡប់វិលវិញយើងនឹងសាងស្នេហាជាថ្មីបំណងខ្ញុំថាស្មោះលើមាមុំគ្មានកិច្ចការទោះដឹងថាអូនសាវ៉ាតែចិនដាផងនៅស្មោះភក្តីស្នេហ៍ចំពុះអូនលួកសាយលួកសាយ
ដោយអូននឹងបានយល់រែងខ្វាយខ្វល់គំនិតរឿងអតីតធ្វើឲ្យអូនឈឺចាំបេះដូងបងរងចាំអូនស្ងួនត្រឡប់វិលវិញយើងនឹងសាងស្នេហាជាថ្មីអូខេអីយ៉ាកាយវិការគឺលះសាហាវហ្មង បាទ អូខេណាអរគុណបាទអញ្ចឹងជាចុងក្រោយអត់មានអីច្រើនទេបាទមានតែជូនពរបាទណាហ្នឹងហើយជូនពរអ្នកទាំងពីរឲ្យជោគជ័យនៅវគ្គនេះណាអូខេបាទអរគុណ រំហ៊ុននិងមជ្ឈមណ្ឌលត្រីក្រហមអ្នកជំនាញព្យាបាលមុខកើតមុន